បងប្អូននឹងបានទៅចូលរួមសង្ក្រាន្តនៅខាងណាទេបងប្អូនអាចធ្វើការចូលរួមសង្ក្រាន្តនៅរមណីយដ្ឋានភ្នំនងបានគឺនឹងមានការប្រារព្ធលេងល្បែងប្រជាប្រិយខ្មែរយើងហើយនឹងធ្វើការប្រគំតន្ត្រីសួស្តីអ្នកទាំងអស់គ្នាក្រឡេកមើលទស្សនវិជ្ជាបែបនេះកុំច្រឡំថានៅខាងគ្រារមណាឃើញមានដើមឈើខ្ពស់អមដោយភ្លើងអំពូលហើយនឹងមានជាគោមជាខ្សែគឺមិនមែននៅគ្រារមទេគឺនៅខាងរមណីយដ្ឋានភ្នំនឹងឯងគឺធ្វើនគរសង្ក្រាន្តធំសម្រាប់ឆ្នាំនេះគឺឆ្នាំ2026នឹងឯងបងប្អូនបាទប្រៀបពីឆ្នាំមុនគឺឆ្នាំនេះគឺការតាំងបង្ហាញនៅខាងភ្នំគឺអស្ចារ្យខ្លាំងមែនទែនតែម្ដងហើយសម្រាប់ថ្ងៃនេះដែរខ្ញុំបានទៅថតវីដេអូមុនមួយថ្ងៃនៃថ្ងៃចូលឆ្នាំខ្មែរអញ្ចឹងមានថាថ្ងៃស្អែកគឺជាថ្ងៃចូលឆ្នាំខ្មែរថ្ងៃទី1ហើយបើមើលក្រឡេកមើលទស្សនវិជ្ជានេះទៅឃើញមានអមដោយគោមជាខ្សែនិងជាអំពូលភ្លើងពិតជាស្អាតប្រណិតខ្លាំងមែនទែនតែម្ដងហើយនឹងធ្វើការតាំងបង្ហាញវប្បធម៌របស់យើងដែរនៅទីនោះហើយក៏មានភ្ញៀវទេសចរបរទេសជនជាតិអីគាត់មកទស្សនាបណ្ដានៅខាងរមណីយដ្ឋានភ្នំនឹងដែរបងប្អូនគឺពិតជាអស្ចារ្យហើយនឹងស្អាតខ្លាំងមែនទែនតែម្ដងការរៀបចំនេះមើលទៅតាក់ទាញភ្ញៀវជាតិនិងអន្តរជាតិដែលគាត់បានមកប្រទេសកម្ពុជាយើងបងប្អូនបាទក្រឡេកមើលទៅពិតជាប្រណិតហើយនឹងមិនអាចថានិយាយឲ្យបានណាបងប្អូនគឺស្អាតខ្លាំងមែនទែនតែម្ដងហើយមើលទៅបងប្អូនគឺអស្ចារ្យហើយបើសិនជាបងប្អូននឹងបានទៅចូលរួមសង្ក្រាន្តនៅខាងណាទេបងប្អូនអាចធ្វើការចូលរួមសង្ក្រាន្តនៅរមណីយដ្ឋានភ្នំនងបានគឺនឹងមានការប្រារព្ធលេងល្បែងប្រជាប្រិយខ្មែរយើងហើយនឹងធ្វើការប្រគំតន្ត្រីរាំរែករាំវង់សារ៉ាវ៉ាន់អីចឹងបងប្អូនតែសូមបញ្ជាក់ថានៅខាងវត្តភ្នំគឺអត់មានលេងបាញ់ទឹកហើយនឹងបាក់ម្សៅទេបងប្អូនហើយបងប្អូនក៏លេចមើលរបងមូវត្តភ្នំហ្នឹងទៅគឺមានការដាក់ជាផ្សែងទឹកពីលើយើងបងប្អូននៅពេលដែលយើងជិះទៅគឺផ្សែងទឹកហ្នឹងគឺវានឹងបាញ់មកលើក្បាលយើងឬមួយក៏ចំមុខយើងអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍មួយថាត្រជាក់គឺវាអត់ក្តៅទេអញ្ចឹងពេលបងប្អូនមកកុំព្រួយបារម្ភអីអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបាយជួបគ្នាលើក្រោយទៀត